ជម្រាបសួរប្រិយមិត្តអរគ្នាវិលត្រឡប់មកជួបគ្នាសារជាថ្មីម្ដងទៀតហើយមកកាន់វីដេអូថ្មីថ្ងៃនេះមានរឿងថ្មីមួយចង់ចែកជូនប្រិយមិត្តទស្សនារឿងនេះផងដែរគឺល្អមើលខ្លាំងមែនទែនហើយខ្សែភាពយន្តមួយនេះដែរគឺដកស្រង់ចេញពីរឿងពិតមានន័យថារឿងមួយនេះគឺបានកាត់ឡើងចេញពីភាពពិតហើយរឿងមួយនេះគឺដកស្រង់ចេញពីភាពពិតដើម្បីយកមកសម្ដែងយើងទាំងអស់គ្នាដើម្បីទស្សនាខ្សែរឿងមួយនេះដែរគឺថាល្អមើលខ្លាំងមែនទែនគឺថាសាហាវរន្ធត់គួរសមដែរប្រិយមិត្តទាំងគ្នាហើយឈុតឆាកហ្នឹងគឺថាល្អមើលប៉ុណ្ណាពីការសម្រាប់ខ្មោចទៅម្នាក់ទៅម្នាក់តោះឥឡូវកុំឲ្យខាតពេលវេលាច្រើនឥឡូវយើងចូលមកដល់ការីរបស់យើងទៅអពីតំណទៅហើយកុំភ្លេចជួយ like ជួយ subscribe ឲ្យ admin អ្នកមួយផងសាច់រឿងដំបូងកាត់ចេញពីទីក្រុងម៉ាឡានៃប្រទេសឆាកាតាមកកន្លែងឥឡូវនេះសិស្សកំពុងតែត្រៀមប្រឡងបញ្ចប់ការសិក្សាផងដែរនៅក្នុងនោះមានភក្តិម្នាក់ឈ្មោះថាអាយូហើយនឹងម៉ាកាពួកគេទីពីរនាក់គឺជាមិត្តសម្លាញ់នឹងគ្នាតែពេលដែលបានចេញពីប្រឡងពួកគេទីពីរនាក់បានបបួលគ្នាដើម្បីទៅដើរលេងបោះតង់នៅកន្លែងខ្លុំមួយកន្លែងហើយដំបូងឡើយម៉ាយូមិនព្រមទៅនោះទេដោយសារតែអាកាបាននិយាយថាពួកយើងទៅតែប្រឡងចប់យើងទៅដើរលេងឲ្យសប្បាយតែម្ដងហើយបានបបួលមិត្តស្រីទៅចំនួន2នាក់ផងដែរហើយពួកគេទាំងអស់គ្នាក៏បានចាក់ចេញពីទីនឹងទៅដើម្បីធ្វើដំណើរទៅប្រវងមិត្តស្រីរបស់គេដើម្បីទៅជាមួយគ្នាហើយមិត្តស្រីរបស់គេមានឈ្មោះថានីតានៅពេលនោះដែរពួកគេទាំង3នាក់ក៏បានជជែកគ្នាបណ្ដានិយាយលេងបណ្ដាថាពួកគេនឹងធ្វើដំណើរទៅបោះតង់នៅលើភ្នំតែអានីតាក៏បានយល់ព្រមថាគេនឹងទៅជាមួយហើយអាម៉ាកាក៏បាននិយាយថាឲ្យអាយុប្រពន្ធមិត្តស្រីរបស់គេទៅដែរទៅហើយមិត្តស្រីរបស់គេម្នាក់នោះឈ្មោះថាយូណេក៏សម្រេចចិត្តថានាងក៏យល់ព្រមទៅជាមួយអ្នកទាំងអស់គ្នាផងដែរដើម្បីទៅបោះតង់ដើរលេងកម្សាន្តទាំងអស់គ្នាពីពេលមកពួកគេទាំងអស់គ្នាក៏បានសម្រេចចិត្តថានឹងទៅទាំងអស់គ្នាហើយគ្មានចាក់សើអ្វីនោះទេហើយអាយុបាននិយាយថាកន្លែងបោះតង់នោះគឺគួរខ្លាំងណាស់ហើយមានសភាពស្ងប់ស្ងាត់ជាខ្លាំងតែពួកយើងសម្រេចចិត្តទៅមែនទេពួកគេទាំងអស់គ្នាជិះឡានមួយក្រុមដើម្បីធ្វើដំណើរទៅកាន់ទីនោះតែម្ដងហើយក្នុងនោះដែរមានឈ្មោះថាទីក្រុងវីឡាដែលជាភ្នំរបស់ពួកគេឡើងទៅសន្តិភាពនោះដែរយូណេក៏មករបស់គេបានខំមកប៉ុន្តែគេមិនបានលើកនោះទេដោយសារតែគេមានទំនោរជាមួយនឹងម្ដាយរបស់គេមិនយូរប៉ុន្មានពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរមកដល់ភូមិផងដែរពេលនោះដែរអាកាក៏បានឲ្យសម្បត្តិទៅកាន់អ្នកសុំមើលផងដែរដើម្បីត្រៀមសម្បត្តិហើយអ្នកទូពិនិត្យកន្លែងហ្នឹងក៏បាននិយាយថាពួកគេឡើងទៅទីហ្នឹងប្រចាំប្រយាយមិនគួរធ្វើអ្វីប្រេះណាស់នោះទេហើយលោកតាម្នាក់បានបន្តទៀតថាបើចង់បានសុខខ្លួនត្រូវតែចេះគោរពទៅកាន់ជំនឿទៅកាន់ទីនោះហើយមានមនុស្សបាត់ខ្លួនទីច្រើននៅលើភ្នំនោះផងដែរនៅពេលនោះដែរនីតាលឺហើយនីតាមិនជឿនោះទេព្រោះនីតាមិនជឿទៅលើរឿងអបិយជំនឿទាំងនោះទេលើបន្តមកទៀតពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរមកដល់លើក្នុងភ្នំនោះតែម្ដងទៅពួកគេទាំងអស់គ្នាបានឃើញលើក្នុងភ្នំឃើញទេសភាពខៀវស្រងាត់នៅមានថ្ងៃរះគួរពិតជាគួរគន់ជាខ្លាំងពួកគេទាំងអស់គ្នាពិតជាសប្បាយចិត្តមែនទែនដែលបានធ្វើដំណើរមកដល់លើភ្នំទីផងដែរហើយពួកគេទាំងអស់គ្នាក៏បានជជែកលេងគ្នាបណ្ដាឡើងលើភ្នំបណ្ដើរនៅពេលនោះដែរអាយ៉ូក៏បានសួរទៅកាន់យូណេថាតើយូណេមកទីនេះហេតុអ្វីក៏មិនប្រាប់ម្ដាយបានដឹងយូណេបាននិយាយថានាងមិនចង់និយាយរឿងគ្រួសាររបស់នាងប្រាប់ទៅកាន់អាយ៉ូនោះទេដោយសារតែបានរបស់នាងមានជំងឺផ្លូវចិត្តហើយពិបាកខ្លាចជាខ្លាំងនៅពេលនោះដែរអាយ៉ូក៏មិនបានតបអ្វីទាំងអស់ហើយសួរទៅកាន់យូណេថាតើនាងខ្លាចខ្មោចដែរឬទេដូច្នេះហើយយូណេក៏បានសើចនាងមិនខ្លាចនោះទេបន្តមកពួកគេទាំងអស់គ្នាក៏បានជជែកលេងគ្នាបណ្ដាដើរទៅមុខបណ្ដើរនិយាយរឿងសប្បាយផងភ័យផងអរផងបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរដល់ព្រៃជ្រៅបន្តិចស្រាប់តែពេលនោះដែរអាកាក៏បាននាំនីតាដើរបន្តទៅមុខទៀតស្រាប់តែពេលនោះនីតាក៏បានឃើញហាក់ដូចជាមានសំណែននៅខាងមុខនាងក៏បានដើរទៅកាន់សំណែននោះដើម្បីត្រៀមដើរនឹងទៅផងដែរហើយពេលនោះដែរនាងក៏បានយកជើងទៅទាត់នឹងសំណែននោះផងដែរពួកគេទាំងអស់គ្នាឃើញឆ្នេះហើយម៉ាកាហើយនឹងយូណេឃើញឆ្នេះដោយសារពួកគេជឿទៅរឿងអបិយជំនឿពេលឃើញនីតាធ្វើដូច្នេះពួកគេមិនសប្បាយចិត្តទៅសោះលោកបន្តមកទៀតពួកគេទាំងអស់គ្នាក៏បានស្ដីបន្ទោសឲ្យនីតាមិនគួរធ្វើទង្វើដូចនេះនោះទេដោយសារតែវាមានហានិភ័យបន្ទាប់មកនីតាក៏បានលើសំឡេងខ្មោចខ្សឹបដាក់ទៅជីបនេះថានាងត្រឡប់មកទីនេះគឺមិនអាចត្រឡប់ទៅទីវិញបានទេគឺនាងទាំងអស់គ្នានឹងអវ័យក្នុងព្រៃបន្តមកនីតាក៏បានសួរទៅកាន់អ្នកគ្រប់គ្នាថាតើមានបានលើសំឡេងអ្នកណាខ្សឹបដាក់ទៅជីបដែរទេពួកគេទាំងអស់គ្នាបានឆ្លើយថាគ្មានបានលើសំឡេងនរណាទេបន្តមកទៀតស្រាប់តែពួកគេដើរបានបន្តិចពួកគេក៏បានបាត់នីតាមិនដឹងថានីតាទៅទីណានោះទេតាមក៏ប៉ុតទៅនីតាក៏បានមកដល់ស្រះទឹកមួយផងដែរស្រះទឹកនោះមានសភាពគួរស្អាតជាខ្លាំងហើយពួកគេពិតជាសប្បាយចិត្តមែនទែននៅពេលនោះដែរនីតាក៏បានរីលេចជាមួយនឹងទេសភាពនៅទីនោះប៉ុន្តែអាយ៉ូបាននិយាយថាមិនគួរធ្វើទង្វើបែបនេះនោះទេបន្តមកនីតាក៏បានធាក់ទឹកចូលក្នុងស្រះពួកគេទាំងអស់គ្នាក៏បានជួយសង្គ្រោះយកខ្សែដើម្បីនីតាតោងផងដែរបន្
តែមិនអាចតបានទេនីតានៅតែធ្លាក់ចូលក្នុងទឹកដដែលនៅពេលនោះដែរនីតាក៏បានលើសម្លេងម្ដងទៀតបាននិយាយថាពួកគេទាំងអស់គ្នានឹងមកវិញក្នុងព្រៃលុះបន្ទាប់ក្រោយមកពួកគេទាំងអស់គ្នាក៏បានតាមខ្លួននីតាតាមក្បត់ទៅនីតាក៏បានឡើងមកអង្គុយជិះថ្មដោយខ្លួនឯងហាក់ដូចជាមានអ្វីចូលសន្ធិដ្ឋដូចខ្លួនឯងពួកគេនឹកឃើញឆ្នេះហើយពួកគេរន្ធត់ជាខ្លាំងមិនដឹងថានីតាកាត់អ្វីមកទេតាមក្បត់ទៅនីតាក៏បានពលឹងខ្មោចចូលសន្ធិដ្ឋហាក់ដូចជាគ្មានព្រឹងពលះទៅសសោះបន្តមកពួកគេទាំងអស់គ្នាក៏បានបោះតង់ឲ្យនីតាសម្រាប់ហើយនីតាក៏បាននិយាយថាពួកគេនឹងស្លាប់ទាំងអស់គ្នាហើយកាច់ជើងងាច់ដៃគួរខ្លាំងបំផុតនៅក្នុងគ្រានោះផងដែរពួកគេទាំងអស់គ្នាក៏បាននាំគ្នាពិភាក្សាថានឹងនាំនីតាត្រឡប់ទៅទីក្រុងវិញដោយសារតែពួកគេទាំងអស់គ្នាមិនអាចបន្តនៅទីនេះបានទេបន្តមកនីតាក៏បានសម្លាប់រីឯអាយ៉ូក៏បានអ៊ីនីតាដាក់លើស្មាតែម្ដងដើម្បីត្រៀមដំណើរចាក់ចេញពីទីនោះលុះបន្តិចក្រោយមកពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរត្រៀមចាក់ចេញពីព្រៃដ៏គួរខ្លាចនឹងសតពីនោះដែរយូណេក៏បានប្រាប់ទៅកាន់មិត្តភក្តិរបស់គេថាពួកយើងទាំងអស់គ្នាបានដើរមកវិញភ្លើហើយដើរចុះដើរឡើងត្រឡប់មកកន្លែងដដែលនៅពេលនោះដែរពួកគេទាំងអស់គ្នាពិតជាឆ្ងល់ជាខ្លាំងតែហេតុអ្វីទៅបានពួកគេមិនអាចចាក់ចេញពីទីនោះបានហាក់ដូចជាវិញផ្លូវបែបនេះរីឯម៉ាកានិងអាយ៉ូក៏ខំរកមធ្យោបាយដើម្បីត្រៀមដំណើរចាក់ចេញពីទីនោះតែបាននៅរូបសើផ្សេងទៀតដើម្បីត្រៀមចាក់ចេញលុះបន្ទាប់ក្រោយមកពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរមកដល់ភូមិមួយស្រាប់តែឃើញមនុស្សកកនៅក្នុងភូមិតែម្ដងតែមនុស្សទាំងអស់នោះមិននិយាយស្ដីទៅកាន់ពួកគេនោះទេពួកគេឆ្ងល់ជាខ្លាំងតើពួកគេមានបញ្ហាអ្វីទៅលុះបន្តិចក្រោយមកពួកគេទាំងអស់គ្នាក៏បានយកនេតាមកសម្រាប់ក្រោមឃ្លោកមួយដើម្បីសម្រាប់បន្តិចសិនរីឯម៉ាកាក៏បានដើរទៅសុំទឹកតែលោកពូម្នាក់ប៉ុន្តែលោកពូម្នាក់នោះមិននិយាយមកកាន់គេទៅសោះលុះបន្តិចក្រោយមកយូណេហើយនិងអាយ៉ូក៏បានដើរទៅកាន់បន្ទប់ទឹកដើម្បីត្រៀមបត់ជើងម្ដាយបន្តិចក្រោយមកម៉ាកាក៏បានឃើញខ្មោចមនុស្សស្រីម្នាក់ឈរពីចង្អែតផងដែរនៅទៅពេលយូណេហើយនិងអាយ៉ូបានដើរម្ដងបន្ទប់ទឹកស្រាប់តែឃើញនីតាឈរមុខបន្ទប់ទឹកយ៉ាងចម្លែកលុះបន្តិចក្រោយមកស្រាប់តែឃើញនីតាដើរចូលទៅក្នុងបន្ទប់ទឹកនោះម្ដងអាយ៉ូក៏បានដើរទៅតាមហើយអាយ៉ូបានមើលតាមប្រឡប់ប្រហោងជញ្ជាំងស្រាប់បានឃើញខ្មោចស្រីម្នាក់ធ្វើគេភ្ញាក់ផ្អើលជាខ្លាំងហើយបន្តិចក្រោយមកពួកគេបានមើលតាមរួចឃើញនីតាអង្គុយទៅពងតែអង្គុយយ៉ាងសាហាវខុសបំផុតដូចដៃជើងសុទ្ធប្រឡាក់សុទ្ធតែឈាមពេលដែរអាយ៉ូក៏បានយកជើងទប់ទ្វារនឹងប៉ុន្តែមិនបានឃើញនីតានៅទីនោះនោះទេចំណែកឯនីតាកំពុងតែនៅជាមួយនឹងម៉ាកានៅកន្លែងខ្ទមម្នាក់ហើយពេលនោះដែរពួកគេទាំងគ្នាក៏បាត់នោះគ្នាចេញពីផ្សារនឹងអស់មិនដឹងថាទៅទីណាអស់នោះទេលុះបន្តិចក្រោយមកអាយ៉ូក៏បានដើរទៅបន្តិចរីអាកាក៏បានជួបជាមួយនឹងខ្មោចលោកពូម្នាក់ខ្មោចម្នាក់នឹងបាននិយាយថាពួកឯងឆាប់ត្រឡប់ទៅវិញទៅមិនគួរបន្តនៅទីនេះទៀតទេលុះដែលពួកគេបានចាក់ចែងបានបន្តិចផ្លែផ្សារហ្នឹងក៏បានคล้ายជាវាកប់ខ្មោចធ្វើពួកគេចម្លែកចិត្តជាខ្លាំងតើមានរឿងអ្វីកើតឡើងអាយ៉ូក៏បានស្មឹងមកខាងក្រោយឃើញខ្មោចមានធំម្នាក់មើលទៅគួរខ្លាចជាខ្លាំងវាអាចពួកគេមកគ្នាក៏បានស្រែកហាគ្នាដើម្បីបន្តទៅមុខទៀតមិនចាក់ចេញមុនពេលយប់ព្រោះតែពេលយប់ពិតជាគួរខ្លាចយ៉ាងខ្លាំងលុះបន្តិចក្រោយមកពួកគេក៏បានឃើញក្រុមមនុស្សម្នាក់ផ្សេងទៀតក៏បានកំពុងតែអង្គុយលេងភ្លេងពួកគេទាំងអស់គ្នាមានមុខមាត់គួរខ្លាចជាខ្លាំងកំពុងតែលេងល្ខោនស្បែកអង្គុយលេងភ្លេងយ៉ាងសប្បាយរីករាយប៉ុន្តែមុខមាត់របស់ពួកគេទាំងអស់គ្នានោះពិតជាគួរឲ្យខ្លាចខ្លាំងណាស់មានមុខមាត់ដូចជាខ្មោចយ៉ាងចឹងលុះបន្តិចក្រោយមកខ្យល់ក៏បានបក់ដល់ពួកគេធ្វើឲ្យបាត់ខ្មោចនិងអស់ពលលីងលុះបន្តមកទៀតពួកគេធ្វើដំណើរបានបន្តិចស្រាប់តែដល់ពេលយប់តែម្ដងពួកគេវិញវន់អស់ហើយមិនដឹងថាផ្លូវទៅទីណានោះទេបន្តិចក្រោយមកពួកគេក៏បានដាក់នីតាចូលបន្តិចស្រាប់តែគ្រានោះផងដែរពួកគេទាំងអស់គ្នាក៏បានឃើញឆ្កែខ្មៅពីក្បាលពួកគេខ្លាំងផងដែរបន្តិចក្រោយមកស្រាប់តែមានលោកតាម្នាក់ឈ្មោះថាលោកតាអាអ៊ូលោកតាក៏បានចេញមកសួរនាំទៅកាន់ពួកគេទាំងអស់គ្នាហើយលោកតាក៏ជាអាគមគេថាផងដែរនៅពេលនោះដែរលោកតាក៏បានសាកសួរទៅកាន់អ្នកទាំងអស់គ្នាតើគ្នារបស់ឯងកើតអ្វីទៅស្រាប់តែនីតាបានដឹងខ្លួនឡើងហើយថ្មីរបស់នាងសស្លាតហើយអណ្ដែតនៅលើអាកាសហើយបន្តិចក្រោយមកនីតាក៏បានធ្លាក់មកវិញហើយបានសន្លប់ជាងខានលោកតាប្រកាសជាដឹងថានីតាកើតអ្វីហើយលោកតាសន្និដ្ឋានថានីតាត្រូវខ្មោចចូលហើយបានសូត្រមន្តគាថាអ្វីម្យ៉ាងធ្វើឲ្យនីតាដឹងខ្លួនហើយក៏បានបំពុះពួកគេទាំងអស់គ្នាដើម្បីធ្វើដំណើរទៅកាន់ផ្ទះលោកតាតែម្ដងដើម្បីយកនីតាទៅសម្រាប់ព្យាបាលនៅទីនោះដោយសារតែនីតាទៅខ្មោចសន្ធិដ្ឋបន្តិចពេលមកពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរឆ្លងកាត់តាមព្រៃទៅតាមលោកតាដើម្បីធ្វើដំណើរទៅកាន់ផ្ទះលោកតាផងដែររីឯផ្ទះរបស់លោកតាមានសភាពចាស់ជាខ្លាំងនិងមានសភាពទ្រុឌទ្រោមផងដែរលុះបន្តិចពេលមកពួកគេទាំងអស់គ្នាក៏សម្លឹងមកជុំវិញផ្ទះរបស់លោកតាមកទៅគួរខ្លាចមែនទែនមានសភាពចាស់ទ្រុឌទ្រោមនិងមានពីងរូបបែបបាក់ផងដែរ
បន្តិចក្រោយមកពួកគេទាំងអស់គ្នាក៏បានឃើញនារីម្នាក់ជាប់នៅក្នុងទ្រុងផងដែរពួកគេទាំងអស់គ្នាពិតជាឆ្ងល់ខ្លាំងលោកតាក៏បានធ្វើដំណើរទៅឲ្យធូបដើម្បីសុំពរជ័យលោកបន្តិចក្រោយមកលោកតាក៏បាននិយាយថាឲ្យពួកគេរៀបចំខ្លួនឲ្យទៅបន្តិចទៀតលោកតានឹងធ្វើពិធីរំដោះមន្តខ្មោចចេញពីខ្លួនរបស់នីតាហើយលោកតាក៏បាននិយាយថាក្មេងស្រីដែលក្នុងទ្រុងនោះគឺជាស្វនស្រីរបស់លោកតានាងមានឈ្មោះថាអាម៉ារីនាងត្រូវបានបិសាចចុះសន្ធិដ្ឋការឃុំខ្លួនរបស់នាងនេះគឺមិនឲ្យនាងដាប់តែណាផ្លេកផ្ដាស់ហើយដាច់ខាតមិនឲ្យទឹករបស់នាងផឹកនោះទេកាលណានាងប៉ះទឹកនាងនឹងត្រូវខ្មោចចុះសន្ធិដ្ឋលោកបន្តិចក្រោយមកលោកតាក៏បានរៀបចំធ្វើពិធីនីតាក៏បានដឹងខ្លួនឡើងងើបឡើងខ្លួនឡើងលើអស់អណ្ដែតលើអាកាសម្ដងទៀតហើយបាននិយាយថាពួកឯងចេញឲ្យឆ្ងាយទៅនេះមិនមែនជាការងាររបស់ពួកឯងនោះទេនីតាគឺជាខ្លួនប្រាណរបស់យើងត្រូវតែយកនេះឲ្យបានលោកបន្តិចក្រោយមកនីតាក៏បានដួលសន្លប់ទៅឡាញ់ដេកបងទៀតលោកបន្តិចទៀតលោកតាក៏បានប្រាប់ទៅកាន់ពួកគេថាលោកដល់ពេលព្រឹកពួកគេទាំងអស់គ្នាអាចចាក់ចេញពីទីនឹងបានលោកដល់ពេលវិទ្យានឹងខ្លួនម្ដងទៀតនីតានឹងលេងអីហើយលោកបន្តិចក្រោយមកពួកគេទាំងអស់គ្នាក៏បានចូលសម្រាកបន្តិចទៀតស្រាប់តែមានភ្លើងឆេះដល់ខ្លួនឯងរីឯខ្មោចរបស់អ្នកភូមិចាប់ដេញដើរពេញភូមិដែលខ្មោចម្នាក់ទៅម្នាក់ពិតជាគួរខ្លាចមែនទែនដល់ពេលនោះដែរនីតាក៏បានដឹកខ្លួនចេញពីខាងក្រៅចាប់មន់ដុតឈាមយ៉ាងសាហាវឃោឃៅបំផុតលើដូច្នេះហើយយូណេក៏បានឃើញនីតាសកម្មភាពបិទឈាមមន់ក៏បានហៅលោកតាដើម្បីមកមើលលោកតាបានឃើញហើយលោកតាក៏បានប្រាប់អ្នកគ្រប់គ្នាថាហាមចេញពីផ្ទះដាច់ខាតត្រូវតែបិទទ្វារឲ្យជិតនៅពេលនោះដែរម៉ាកាក៏បានសុំតាមរូបនីតាជាមួយលោកតាដែរប៉ុន្តែលោកតាមិនព្រមដាច់ខាតនៅពេលនោះផងដែរលោកតាក៏បានឃើញនីតាឈរម្នាក់ឯងយ៉ាងគួរខ្លាចស្រាប់តែមានអ្វីមិនដឹងទេចាប់យកនីតាទៅហើយលោកតាក៏ត្រូវបានខ្មោចចាប់យកទៅផងដែរលោកបន្តិចក្រោយមកពួកគេទាំង3នាក់ក៏បានពិភាក្សាគ្នាថាត្រូវធ្វើយ៉ាងណាពួកគេមិនអាចនៅស្ងៀមបានទេរីឯអាម៉ារីនៅក្នុងទ្រុងក៏បានព្យាយាមនិយាយប្រាប់ទៅកាន់ពួកគេថាលោកតាចាប់គេឃុំឃាំងលោកតាគឺជាបិសាចលោកបន្តិចក្រោយមកនាងក៏បានសុំទឹកផឹកនៅពេលដែលម៉ាកាបានធ្វើទឹកកំពប់ដល់នាងស្រាប់តែនាងត្រូវបានខ្មោចជួសសន្ធិដ្ឋនៅពេលនោះដែរនាងក៏បានខ្លាចជាខ្មោចដែលចេញមកក្រៅយ៉ាងសាហាវគំខឹងបំផុតលោកបន្តិចក្រោយមកពួកគេទាំងអស់គ្នាក៏សម្រេចចិត្តថានឹងតាមរកនីតាហើយនិងលោកតាផងដែរលោកបន្តិចទៀតពួកគេក៏បានឃើញអាម៉ារីស្រាប់តែពេលនោះមានអ្វីមិនដឹងទេចាំយកអាម៉ារីទៅម្នាក់ទៀតពួកគេក៏បានតាមរកដល់កន្លែងនឹងពិតជាសោកស្ដាយមែនទែនលោកបន្តិចក្រោយមកពួកគេក៏បានធ្វើដំណើរបន្តទៅទៀតស្រាប់តែពេលនោះផងដែរពួកគេក៏បានឃើញភូមិខ្មោចមួយទៀតផងដែរនៅកន្លែងនឹងមានសត្វតែពពួកខ្មោចគ្រប់ប្រភេទបានចាប់មនុស្សហើយនិងអ្នកបោះតង់ផ្សេងទៀតយកមកចងដើម្បីធ្វើជាសំណាញ់ផងដែរនៅគ្រាផងដែរពួកគេក៏បានឃើញលោកតាហើយនិងអាម៉ារីចុះខ្មោចចាប់យកផងដែរស្រាប់តែពេលនោះដែរមានបរិមម្នាក់បានលុបចេញពីចំណងស្រាប់តែពេលនោះខ្មោចក៏បានសម្លាប់បរិមម្នាក់ចោលការសម្លាប់របស់ពួកគេគឺស្លាប់ដោយរំបែកក្បាលនៅក្នុងពោះវៀនបរិមម្នាក់នឹងចេញស្រាប់តែពេលនោះបរិមម្នាក់នឹងក៏ស្លាប់បាត់បង់ជីវិតនៅគ្រានោះដែរអាយ៉ូក៏បានជន់មេឈើមានបានប្រយ័ត្នធ្វើឲ្យខ្មោចឬសំលេងជើងដល់ពេលនោះដែរខ្មោចទាំងអស់នោះក៏បានដេញប្រហារពួកគេទាំងអស់គ្នាលើពេលនោះដែរពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរមកដល់រូបព្រំមួយរូបព្រំនោះផងដែរគឺមានសភាពគួរខ្លាចជាខ្លាំងនិងស្ងប់ស្ងាត់ដែលខ្មោចនៅតែបន្តដំណើរមកតាមរូបពួកគេទាំង3នាក់ក៏បានលើកដុំថ្មដើម្បីបិទរូបព្រំនោះមិនឲ្យខ្មោចចូលមកបាននោះទេពួកគេទាំងអស់គ្នាសម្លឹងមើលជុំវិញសត្វក៏ឃើញរូបព្រំនោះគួរខ្លាចជាខ្លាំងនឹងឃើញមានចម្លាក់អ្វីមួយយ៉ាងនៅលើរូបភ្នំហើយចម្លាក់នោះផងដែរគឺបានសរសេរអំពីប្រវត្តិខ្មោចនៅក្នុងភូមិផងដែរហើយពួកគេទាំងអស់គ្នាក៏បានអានទៅយល់ថាពួកគេទាំងអស់គ្នាអាចចេញពីភូមិនោះបាននៅពេលថ្ងៃតែប៉ុណ្ណោះនៅពេលយប់ពួកគេមិនអាចចេញពីភូមិនោះបាននោះទេលើដូច្នេះហើយយូណេពិតជាមានអារម្មណ៍ថាសោកសៅជាខ្លាំងនាងអស់សង្ឃឹមខ្លាំងណាស់នាងបាននិយាយថាពួកគេទាំងអស់គ្នានឹងស្លាប់នៅទីនោះមិនខាននាងពិតជាសោកស្ដាយមែនទែនដែលមកនេះមិនបានប្រាប់ម្ដាយនេះបានដឹងលើដូច្នេះហើយអាយុហើយនិងអាកាក៏បានលើកចិត្តទៅកាន់នាងថាកុំបារម្ភអីពួកយើងទាំងអស់គ្នានឹងព្យាយាមចាក់ចេញពីទីនេះលោកបន្តិចក្រោយមកខ្មោចក៏បានទម្លាក់ឡើងក្នុងនឹងដើម្បីចូលមកសម្លាប់ពួកគេពីទៅម្នាក់ទៅម្នាក់ផងដែរសត្វពេលនោះដែរខ្មោចក៏បានចាប់យកអាកាទៅបានម្នាក់ពួកគេមិនអាចជួយអ្វីបាននោះទេលោកបន្តិចក្រោយមកយូណេហើយនិងអាយ៉ូក៏បាននាំគ្នាបន្តដំណើរទៅលាក់ខ្លួនពួននៅផ្ទះរបស់លោកតានៅពេលនោះដែរយូណេស្រាប់តែឃើញធូបទៀនរបស់លោកតារលត់អស់ទៅលេងនៅនោះយូណេក៏បានត្រៀមយកធូបទៀនមកឲ្យម្ដងទៀតដើម្បីត្រៀមនឹងការពីខ្លួនតែឯខ្មោចក៏បានទម្លាក់ទ្វារចូលមកក្នុងផ្ទះរបស់លោកតាផងដែរនៅគ្រានោះដែរយូណេហើយនិងអារ៉ូបានពួនក្រោមគ្រែពេលណាខ្មោចក៏បានតាមរកពួកគេទៅពីអ្នកមិនបានឃើញនោះទេព្រោះពួកគេបានលាក់ខ្លួននៅជិតកន្លែងដាក់ចានពេលអាយុណេបានពួននៅក្រោមគ្រែលោកបន្តិចក្រោយមកខ្មោចក៏បានចាក់ចេញទៅវិញ
ពួកគេទាំងពីរនាក់ក៏បានបង្ហាញខ្លួនម្ដងទៀតនៅពេលនោះដែរខ្មោចក៏បានចាប់យកពួកគេទាំងពីរនាក់ទៅវិញម្ដងទៀតលោកបន្តិចក្រោយមកពួកខ្មោចទាំងអស់ហ្នឹងក៏បានចាប់ចងពួកគេទាំងគ្នាដើម្បីយកមកដាក់ទ្រង់ជាមួយគ្នាផងដែរយូណេហើយនិងអាយ៉ូហើយនិងលោកតាឃុំខ្លួនជួយគ្នាបន្ទាប់នោះដែរលោកតាក៏បាននិយាយប្រាប់ទៅកាន់ពួកគេថាការពិតទៅលោកតាគឺជាសមាជិកខ្មោចម្នាក់ផងដែរលោកតាបានលួចខ្លួនចេញពីពួកខ្មោចនៅពេលនោះដែរលោកតាបាននិយាយប្រាប់ថាពួកខ្មោចទាំងអស់ហ្នឹងក៏បានចាប់កូនស្រីរបស់តាយកទៅបូជាលោកតាក៏បានជួយកូនស្រីរបស់គាត់យកមកវិញហើយឃុំខ្លួនដល់សប្តាហ៍ថ្ងៃរីឯកូនស្រីរបស់គាត់គឺមិនឲ្យត្រូវទឹកនោះទេកាលណាត្រូវខ្វះទឹកគឺពួកខ្មោចជួយសន្ធិដ្ឋកូនស្រីកូនរបស់គាត់លួចឆ្នះហើយអាការនិងអាយុពិតជាសោកស្ដាយជាខ្លាំងដែលបានធ្វើឲ្យកូនស្រីរបស់តាត្រូវសំទឹកនៅក្នុងដែរយូណេក៏មានអារម្មណ៍ថាអស់សង្ឃឹមជាខ្លាំងគេបាននិយាយទៅកាន់អ្នកគ្រប់គ្នាថាពួកគេពិតជាមិនរស់ទេមិនអាចត្រឡប់ទៅទីក្រុងទៅរៀនសូត្រទៅជួបម៉ាក់បានទៀតនោះទេដូច្នេះហើយអាយុហើយនិងអាការក៏បាននិយាយលើទៅចិត្តទៅកាន់យូណេថាពួកយើងមិនអីទេពួកយើងនៅតស៊ូរួមនៅជាមួយគ្នាម្ដងដែរអាការបាននិយាយថាទូគេទៅនៅគ្នាបញ្ឆោតខ្មោចពួកគេស្លាប់តាមនេះឯងបានហើយព្រោះអីគេគ្មានឪពុកម្ដាយរងចាំនោះទេរីឯអាយ៉ូហើយនិងយូណេមានឪពុកម្ដាយរងចាំដូច្នេះហើយអាយ៉ូបាននិយាយថាឯងគឺជាបងប្អូនរបស់យើងមានសុខរំទុកយើងមិនអាចរត់ចោលគ្នានោះទេមានរឿងអ្វីយើងត្រូវទៅធ្វើសាកល្បងទាំងគ្នាដូច្នេះហើយអាយ៉ូពិតជាសមាជិកដ៏ខ្លាំងរួមបន្តិចក្រោយមកពួកខ្មោចទាំងអស់នោះក៏បានរៀបចំធ្វើពិធីនឹងជន់មនុស្សសម្រាប់ពីម្នាក់ទៅម្នាក់ផងដែរពួកខ្មោចទាំងអស់នោះមើលទៅពិតជាសាហាវមែនទែនបន្តិចក្រោយមកអាយ៉ូក៏បានរត់ចេញពីចំណងអាយ៉ូក៏បានស្រាយចំណងឲ្យពួកគេគ្រប់គ្នាមានសេរីភាពនិងត្រៀមធ្វើអ្វីបិទឆោតខ្មោចទាំងអស់នោះដើម្បីចាប់ខ្លួនគ្នារបស់ពួកគេយកត្រឡប់មកវិញបន្តិចក្រោយមកពួកគេទាំងអស់គ្នាក៏បានពិភាក្សាគ្នាថាតើអ្នកណាទៅបញ្ឆោតខ្មោចអាការបានស្វែងចិត្តថាគេនឹងទៅបញ្ឆោតខ្មោចព្រោះដែរពួកគេទាំងអស់គ្នាក៏បានលើកមកខ្មោចនំជន់សម្លាប់មនុស្សពីម្នាក់ទៅម្នាក់ដើម្បីធ្វើពិធីបួងសួងទៅកាន់ខ្មោចមេធំរបស់ពួកគេឃើញដូច្នេះហើយពិតជារន្ធត់មែនទែននៅគ្រានោះដែរអាការក៏សម្រេចចិត្តទៅម្នាក់ឯងថាគេនឹងចេញទៅបញ្ឆោតខ្មោចនឹងម្នាក់ឯងដើម្បីឲ្យអាយុនៅអ្នកគ្រប់គ្នាជួយសង្គ្រោះពួកគ្នាបានទៅវិញទាំងអស់គ្នានៅពេលនោះដែរអាការក៏បានយកដៃដាក់លើទ្រូងអាយុពេលដូច្នេះហើយគេពិតជាសោកសៅមែនទែនគេមិនឲ្យអាការទៅទេនៅគ្រានោះដែរអាការក៏បានចេញបង្ហាញខ្លួនខ្មោចឯងអាការនៅពេលនោះលោកតាហើយនិងអាយុក៏បានទៅជួយសង្គ្រោះនីតាហើយនិងអាម៉ារីនៅពេលនោះដែរពួកគេទាំងអស់គ្នាក៏បានស្រាយចំណងប៉ុន្តែនីតាហាក់ដូចជាកំពុងកំហែងទៅសសរនាងមិនទាន់ដឹងខ្លួននោះទេលោកបន្តិចក្រោយមកអាយុក៏បានបញ្ឆោតខ្មោចក៏តាមគេជាប់នឹងជើងទាំងដងរីឯក្រុមខំម្ខាងទៀតក៏បានបន្លំពត់គេរីឯអាយុក៏បានជួយបញ្ឆោតខ្មោចផងដែរប៉ុន្តែត្រូវខ្មោចវាយធ្វើឲ្យបែកក្បាលអាយុក៏បានវាយខ្មោចសម្រាប់ទៅពេលនឹងថ្នងទៅរីឯអាការក៏បានខ្មោចជួតកំពត់អាការបញ្ជុតជាមួយខ្មោចក៏បានចាប់អាការបាននៅពេលនោះដែរខ្មោចម្នាក់ក៏បានចាក់សម្លាប់ខ្វេះទ្រូងអាការស្លាប់ទៅពេលនឹងតែម្ដងទៅលោកបន្តិចក្រោយមកពួកគេទាំងអស់គ្នានឹងក៏បានលើកទឹកខ្លួនមកដល់អាងភ្នំមួយរីឯនីតានិងអាម៉ារីមិនទាន់នឹកខ្លួននោះទេពួកគេអស់សង្ឃឹមជាខ្លាំងខ្មោចចាប់ផ្ដើមបង្ហាញខ្លួនម្ដងទៀតខ្មោចទាំងអស់នោះចាប់ផ្ដើមហុំព័ទ្ធគេនិងត្រៀមចាប់ខ្លួនគេយកទៅបូជារីឯអាយុក៏បានឃើញសាកសពរបស់អាការគេពិតជាសោកស្ដាយមែនទែនលោកបន្តិចក្រោយមកខ្មោចមេធំក៏បានបង្ហាញខ្លួនខ្មោចនោះក៏ជាមេខ្មោចទាំងអស់នោះឃើញក៏ចាប់ផ្ដើមគោរពខ្មោចដែលធំជាងគេនឹងម្ដងទៀតលោកបន្តិចក្រោយមកខ្មោចមេធំនឹងបាននិយាយថាគេត្រូវការសកសពមនុស្សពីរនាក់ដើម្បីយកទៅបូជាដូច្នេះហើយលោកតាមិនព្រមទេលោកតាសម្រេចចិត្តថាលោកតានឹងឲ្យកូនស្រីលោកតាមានសេរីភាពលោកតាសុខចិត្តទៅបូជាឲ្យខ្មោចនោះជាមួយនឹងអាការដែលបានស្លាប់ទៅហើយលោកបន្តិចក្រោយមកលោកតាក៏បានអោបកូនស្រីជាលើកចុងក្រោយលោកតាក៏បានជួបខ្លួនដើម្បីទៅបូជាជាមួយនឹងអាការដែលបានស្លាប់នោះផងដែរដូច្នេះហើយអ្នកគ្រប់គ្នាពិតជាសោកសៅមែនទែនពិតជាសំឡងសំបីទៅកាន់អាការហើយនឹងលោកតាជាខ្លាំងលោកបន្តិចព្រឺណោពួកគេទាំងអស់គ្នាក៏បានត្រៀមរថភ្លើចាក់ចេញពីភូមិដើម្បីទៅកាន់ទីក្រុងផងដែរលុះដល់ពេលបន្ទាប់ទៀតពួកខ្មោចទាំងអស់ហ្នឹងក៏បានយកលោកតាហើយនិងអាការទៅជន់សម្លាប់ធ្វើពិធីដើម្បីបូជាទៅកាន់មីខ្មោចផងដែរខ្មោចស្រីម្នាក់នោះពិតជាសាហាវមែនទែនជន់សម្លាប់លោកតាស្លាប់បាត់បង់ជីវិតតែម្ដងទៅលោកបន្តិចក្រោយមកពួកគេទាំង3នាក់ក៏បានធ្វើដំណើរចាក់ចេញពីភូមិបានសម្រេចពិតមែនបន្តិចទៀតនោះក៏មានក្រុមជួយសង្គ្រោះបានមកដល់រីឯនីតាក៏បានស្រែកសួររកអាការរីឯអាយុបាននិយាយថាអាការបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយដូច្នេះហើយនីតាពិតជាសោកស្ដាយមែនទែននាងក៏បាននឹងស្រែកយ៉ាងសង្វេគជាខ្លាំងរីឯក្រុមអ្នកជួយសង្គ្រោះរីឯម្ដាយម្លប់របស់អាយុហើយនិងនីតាក៏បានមកជួបគេដើម្បីយកខោបគុណផងដែរ
នឹងបាននឹកសំណោះអាឡ័យទៅកាន់កូនផងដែរអូខេប្រិយមិត្តអរគ្នាសាច់រឿងរបស់យើងក៏បានឈានជើងមកដល់ទីបញ្ចប់ផងដែរ admin ជឿជាក់ថាប្រិយមិត្តអរគ្នានឹងពេញចិត្តនឹងការសង្ខេបរឿងរបស់ admin នេះហើយកុំភ្លេចចុច like ចុច subscribe ឲ្យ admin ម្នាក់មួយផងបើមានកំហុសខុសឆ្គងត្រង់ណាមិនសមរម្យខន្តីណាអភ័យទោសផងដែរជម្រាបលាជួបគ្នាវីដេអូក្រោយទាំងអស់គ្នា